ក្មេងស្រីតូចបានរកឃើញកំណត់ត្រង់មនុស្សដែលទៅនេះមានកូនឆ្មាតិចជាពុកចំការមួយដូច្នេះគាត់បានយកវាជប់លាបពណ៌លើកូនឆ្មានៅក្នុងគំនូខ្ញុំបានបន្ថែមមួយប៉ុន្តែអ្វីដែលខ្ញុំមិននឹកស្មានដល់នៅក្នុងគំនូបានប្រែទៅជាវាជាវត្ថុមានជីវិតពេលនោះក្មេងស្រីតូចក៏ដឹងខ្លួនគាត់អាចប្រែក្លាយគំនូរបស់គាត់ទៅជាការពិតពេលដែលគាត់បានដឹងថាភ្នែករបស់ព្រះអង្គកម្ចាស់ពេលដែលជំងឺមួយត្រូវការព្យាបាលជំងឺអាក្រេម៉ូនីក៏បានស្អែកលើជំនាញគូគំនូរបស់នាងបានគូរូបដកម្រមួយអាក្រេម៉ូនីបណ្ដាលឲ្យបាត់បង់ការមើលឃើញព្រះអង្គកម្ចាស់ទី9របស់មីងបានជួបការមើលឃើញរបស់គាត់ត្រូវបានស្ដារឡើងវិញមនុស្សគ្រប់គ្នាកាន់តែប្រកបចិត្តចំពោះក្មេងស្រីតូចនោះកុមារគឺជាផ្កាយសំណាងតូចរបស់ពួកគេទើបតែប៉ុន្មានថ្ងៃមុននេះនាងនៅតែដើរលេងសូមទានតូចម្នាក់កំពុងរកអាហារពេលដែលបំផុតខ្ញុំអាចយកនំប៉័ងចំហុយបានហើយខ្ញុំនឹងយកវាមកវិញឲ្យម្ដាយខ្ញុំញ៉ាំយ៉ាងណាមិញគាត់បានដឹងថាម្ដាយរបស់គាត់បានដឹងរួចហើយដោយសារអត់អាហារដោយបន្សល់ទុកនាងត្រូវបានទុកចោលតែម្នាក់ឯងនឹងគ្មានទីពឹងផ្ទះសម្បែងវ៉ាងដានាងដែលកំពុងដើរកាត់នោះបានដោយមានអារម្មណ៍អាណិតនាងខ្ញុំក៏សួរនាងមានសាច់ញាតិផ្សេងទៀតរួមទាំងក្មេងស្រីតូចនោះផងដែរនាងបានទុកទឹកភ្នែកមិនឲ្យហូរពេលនាងនិយាយឲ្យឪពុករបស់នាងបានយកអ្វីមួយដែលសញ្ញាមួយដែលមានរចនាផ្ទៃពេលនោះមីងវ៉ាងទើបដឹងថាក្មេងតូចនោះតាមពិតឪពុករបស់ក្មេងស្រីនោះព្រះអង្គកម្ចាស់ចៅដួនអាចជាក្មេងស្រីអូសទេដល់ជាមួយសាកស្ពំដៃរបស់នាងទោះជាយ៉ាងណាក៏ដោយនៅពេលដែលវិមានរបស់ព្រះអង្គម្ចាស់បានហាក់ដូចជាមិនខ្វល់អ្វីទាំងអស់គាត់បានទទួលស្គាល់កូនស្រីនេះហើយថែមទាំងទុកម្ដាយក្មេងស្រីឲ្យនៅជាមួយនាងខ្សែត្បូងពេជ្រតែមួយគត់ត្រូវបានបាក់នៅលើដីវាបង្ហាញថាវាតែងតែជាខ្ញុំមិនដែលធ្លាប់មានឋានៈទាបបែបនេះទេបន្ទាប់មកប្រពន្ធរបស់គាត់បានយកគាត់ទៅជាមួយប្រពន្ធនិងកូនស្រីបានងាកមកចាក់ចែងទោះបីជាមីងវ៉ាងអាណិតស្ត្រីនោះក៏ដោយស្ថានភាពរបស់កុមារីរូបនេះគឺលំបាកប្រតែមានកូនស្រីអ្នកដែលត្រូវចិញ្ចឹមមិនអាចចិញ្ចឹមកូនស្រីបានទៀតទេដូច្នេះគាត់បានដាក់នំគ្រាប់លងចូលទៅគាត់យកបន្ទាប់ពីចូលទៅក្នុងដៃនាងពួកគេបានចាក់ចែងដរាបណាក្មេងស្រីនោះបានធ្លាក់ចូលទៅដល់អស់សង្ឃឹមទីក្រុងទាំងមូលទាំងរដ្ឋាភិបាលនិងជួយស៊ីនូសិតបានដើរកាត់ដោយចៃដន្យមនុស្សម្នាក់នេះនៅទីនោះបន្ទាប់ពីការសោយទីអង្គរបស់ធ្វើឲ្យតុលាការមានស្ថិរភាពពាក់កណ្ដាលនៃម្ចាស់ដៃដែលបានដោះស្រាយជាមួយមន្ត្រីបានគាត់សម្គាល់ឃើញរឿងកំសត់នេះមួយផ្លែកុមារីនោះគិតដល់ការជំរុញឥតឈប់ឈររបស់ព្រះមហាក្សត្រីនឹងផ្ដល់ឲ្យគាត់នៅចៅស្រីម្នាក់បន្ទាប់មកព្រះរាជាបានយាងមកជួបស្រីនោះថាតើនាងចង់បានឪពុករត់ឪពុកក្នុងពេលជាមួយគ្នានេះព្រះមហាក្សត្រីយានីកំហឹងដ៏ខ្លាំងមួយបានផ្ទុះឡើងនៅក្នុងព្រះរាជវាំងតែបែរជាចង់បានអ្វីដ៏គួរឲ្យស្រឡាញ់ចៅស្រីប៉ុន្តែកូនប្រុសទាំងនេះប៉ុន្តែគួរឲ្យខកចិត្តណាស់សម្លេងទាំងអស់នោះស៊ុនជឺដែលបានខ្លាចជារាជានុសិទ្ធនៅពេលនោះបាននាំក្មេងស្រីតូចចូលទៅខាងក្នុងអញ្ចឹងទៅប្រាប់នាងដោយផ្ទាល់ទៅពួកគេក៏បាននាំចៅស្រីតូចម្នាក់មកវិញដែរភ្លាមនោះខ្ញុំបានឃើញក្មេងស្រីតូចនោះនាងត្រូវបានតាក់ទាញភ្លាមដោយការស្ដាប់រូបរាងរបស់នាងស្រីបេះដូងនៅពេលដែលក្មេងស្រីបានហៅដោយភាពខ្មាស់អៀនថាបុកបរោះព្រះមហេសីកាន់តែមានព្រះតីរីករាយថែមទៀតគាត់មានអារម្មណ៍រីករាយហើយក៏ទទួលស្គាល់ភ្លាមចៅស្រីតូចម្នាក់នេះដំបូងឡើយរាជានុសិទ្ធមានអារម្មណ៍ចំពោះក្មេងស្រីយ៉ាងណាមិញខ្ញុំមិនបានយកចិត្តទុកដាក់ចំពោះគាត់បានយកក្មេងស្រីនោះមកចិញ្ចឹមតែសម្រាប់បីផ្គប់ចិត្តម្ដាយរបស់គាត់ប៉ុន្តែក៏ទោះជាយ៉ាងណាក៏ដោយក្រោយមកគាត់បានចាប់បានក្មេងស្រីនេះជាសំណប់ត្រពីមានអ្នកគួរតែប្រព្រឹត្តចំពោះចៅស្រីរបស់អ្នកអាហារសម្រន់បន្ទាប់មកសម្រាប់ក្មេងស្រីតូចក្មេងនោះបានរើសជើងមាន់មួយរួចក៏បន្ទាប់មកក្មេងស្រីតូចនោះបានដាក់ជើងមាន់នៅចំណុចដែលបានប្រគល់ឲ្យពុករបស់អាហារមុនគេហើយព្រះមហេសីឃើញដូច្នោះក៏មានស្រីកាន់តែស្រឡាញ់វាថែមទៀតនៅពេលនេះវិចិត្រក៏បានលើកគំនូមួយឡើងរូបគំនូនេះត្រូវបានយកមកដើម្បីបំពេញភារកិច្ចក្រោយមកគាត់ត្រូវបានគេចាត់ទុកថាជាមនុស្សនៃបទនោះតែក្មេងស្រីតូចក្មេងនោះបានរកឃើញរបស់តូចមួយនៅក្នុងឆ្មាបាត់ពុកមាត់មួយបន្ទាប់មកគាត់បានសុំខ្ចីជក់លាពណ៌ការជួសជុលបងរំនេះដំបងឡើយមនុស្សគ្រប់គ្នានិយាយលេងសើចមែនប៉ុន្តែពេលគាត់គូចំឆ្មានៅក្នុងរូបគំនូក្រោយទៀតគឺពេលបានខ្លាយជាការពិតហើយសូមមើលព្រះមហេសីសេចក្តីថ្លែងការណ៍នេះបានកំណត់អត្តសញ្ញាណដោយផ្ទាល់នៅក្នុងស្រីមួយដែលបញ្ជូនទៅអានស្មានដល់ព្រំដែនស្រាប់តែរបាយការណ៍បន្ទាន់មួយបានមកដល់មាននរណាម្នាក់បានរិះគន់បាននាំឲ្យមានឧបទ្ទហេតុព្រំដែនម្ដងហើយនោះវិញយ៉ានបានភៀសខ្លួនគាត់ប្រញាប់ប្រញាល់ចេញទៅដោះស្រាយកិច្ចការយោធាក្មេងស្រីតូចកំពុងលីបន់ប៉ុន្តែភ្លាមនោះខ្ញុំបានរកឃើញថាខ្ញុំអាចយល់ពីអ្វីដែលកូនឆ្មាកំពុងនិយាយកូនឆ្មាបានប្រាប់គាត់ថាមានតែព្រះនៃសង្គ្រាមទេមានតែអន្តរាគមរបស់ព្រះអង្គម្ចាស់ទី9នេះអាចបណ្ដាលមកស្បែករបស់ព្រះអង្គម្ចាស់ទី9ពីវេឆ្នាំមុនអំពើពុករលួយមួយក្នុងជួរកងទ័ពបានការសម្រេចចិត្តមិនត្រឹមតែបណ្ដាលឲ្យគេហ៊ានជាច្រើននឹងខ្លួនឯងផងដែរគាត់បានបាត់បង់ការមើលឃើញហើយមិនអាចវិលត្រឡប់មានការតានចិត្តខ្លាំងណាស់រហូតដល់គិតចង់ធ្វើអត្តឃាតដរាបណាក្មេងស្រីនោះមកដល់ដោយឃើញថាពួកព្រះអង្គម្ចាស់ទី9ចង់រកដៅក្លែងដោយមិននិយាយអ្វីសោះគាត់បានស្ទុះទៅចាប់ដាវបោះជំហានទៅមុខហើយចាប់កាំបិតបីជាដាវត្រូវបានប្រើដើម្បីកាត់ផ្នែកខាងក្រោយនៃដាវព្រមលែងដៃនាងទេច្បាស់ណាស់ព្រះមហាក្សត្រីយានីនិងព្រះរាជានុសិទ្ធព្រះអង្គម្ចាស់ទី9បានប្រញាប់ប្រញាល់មកហើយនៅពេលនេះទ្រង់ក្មេងស្រីតូចនោះបានស្នាក់នៅទីនោះបន្ទាប់ពីតែពិសេសជាងនេះទៅទៀតនៅជុំវិញព្រះអង្គម្ចាស់ទី9គាត់បានកាត់ដៃរបស់គាត់ហើយប្រពន្ធបានទៅដំបងមួយហើយក៏បានប្រាប់ថានៃរបស់ព្រះអង្គម្ចាស់ទី9របួសគឺសម្រាប់ការពារប្រជាជនមេដាយប្រជាជនទាំងអស់សរសើរគាត់វីរបុរសដ៏អស្ចារ្យម្នាក់លើកទឹកចិត្តក្មេងស្រីច្រើនដងជាមួយនឹងដៃគូរបស់ព្រះអង្គម្ចាស់ទី9មានចន្ទៈសហការក្នុងការដោះស្រាយចំនួនការព្យាបាលរួមបញ្ចូលគ្នាប្រហែលជាសម្រាប់ព្រះអង្គម្ចាស់នៅតែត្រូវការអស់បុរាណជាមុនសិនព្យាបាលម្នាក់នេះត្រូវលូតលាស់ខ្ពស់គ្រូពេទ្យអធិរាជនៅក្នុងវិមានត្រជាក់យើងមិនមានទេពកោសល្យដែលមនុស្សគ្រប់គ្នាព្រួយបារម្ភខ្លាំងក្មេងស្រីនោះបានប្រាជុកលាបពណ៌របស់នាងដើម្បីយ៉ាងច្បាស់អំពីការផឹកស្មៅជាមុនសិនភ្នែករបស់ព្រះអង្គម្ចាស់ទី9ក៏ត្រូវការបានជាសះស្បើយហើយបន្ទាប់មកព្រះអង្គម្ចាស់ទី9ស្នើព្រាមដើម្បីដឹកនាំកងទ័ពដោយផ្ទាល់បេសកកម្មនេះចំណាយពេលតែ1ខែប៉ុណ្ណោះបន្ទាប់មកពួកគេបានបង្កការបរាជ័យយ៉ាងមុតជឿថាពួករបស់ព្រះអង្គម្ចាស់ការស្ដារឡើងវិញនៅអំណាចអាស្រ័យទាំងស្រុងលើក្មេងស្រីបន្ទាប់ពីរយៈពេលនេះគាត់ធ្លាប់ចាត់ទុកក្មេងស្រីនោះថាជាចំពោះកូនស្រីបង្កើតរបស់គាត់ផ្ទាល់វាត្រូវបានសម្រេចចិត្តព្រាមថានឹងធ្វើដូច្នេះមករយៈពេលមួយត្រូវបានធ្វើឡើងសម្រាប់ព្រះអង្គម្ចាស់ជ័យជំនះមួយត្រូវបានធ្វើឡើងហើយនៅស្រីនេះត្រូវបានប្រកាសថាជាព្រះរាជមិននឹកស្មានដល់ពេលដែលពិធីជប់លៀងចាប់ផ្ដើមបន្ទាប់មកក្មេងស្រីនោះបានដើរចូលទៅបន្ទាប់មកពួកគេបានជួបនឹងអ្នកដទៃទៀតរបស់ព្រះអង្គម្ចាស់ស្ត្រីដែលមានល្បិចកនោះគិតថាក្មេងស្រីនោះប្រជែងជាមួយគាត់ដើម្បីឲ្យគាត់
គាត់បានឡើងទៅចាប់ស្ត្រីនោះក្មេងនោះត្រូវបានរុញទៅដីហើយបន្ទាប់មកវាគឺជាខ្សែត្បូងថ្មដែលត្រូវបានគេឲ្យមានស្រីនៅចំពោះមុខនាងហើយក្មេងស្រីនោះបានបដិសេធដោយធម្មជាតិបន្ទាប់មកពួកគេចាប់ផ្ដើមឆ្លោះប្រកែកគ្នាដោយចៃដន្យឲ្យក្នុងពេលឆ្លោះប្រកែកគ្នាគាត់បានបង្វែរចាននៅលើតុហើយនាំទាំងពីរត្រូវបានកាត់ដោយបំណែកប៉ុស្តិ៍ឡែនដែលទាំងពីរបានរងរបួសហើយឈុតនេះព្រះអង្គម្ចាស់ដួនបានមកដល់ទាន់ពេលឃើញដូច្នេះពួកគេបានធ្វើសកម្មភាពដោយមិនបានចែកពីការសុំទោសពីក្មេងស្រីនោះបានបដិសេធហើយបន្ទាប់មកត្រូវបានធ្វើឲ្យព្រះទៅវិញទៅមកពិបាកគ្រប់យ៉ាងហើយថែមទាំងបានប្រើខ្សែត្បូងគាត់បានជំរាបចុះឲ្យក្មេងស្រីនោះដោយទាមទារឲ្យនាងបានមិនដូចទេខ្ញុំនឹងយកខ្សែត្បូងបានបាក់ជាពីរហើយមិនយូរប៉ុន្មានសម្លៀកបំពាក់នេះដំណឹងនោះបានទៅដល់មនុស្សដែលកំពុងពិភាក្សាក្នុងត្រចៀករបស់រាជានុសិទ្ធម្នាក់ទៀតព្រះមហេសីបៀននិងព្រះអង្គម្ចាស់ពូទី9ទូលបានhiệnនេះគាត់មានការខឹងសម្បាយ៉ាងបុរសទាំងពីរនាក់នោះដែលខឹងសម្បាខ្លាំងក៏នាំផ្លូវរបស់ពួកគេទៅពីលីជប់លៀងដោយឃើញថាក្មេងស្រីនោះបដិសេធមិនព្រមលូតចំពោះស្ត្រីមានល្បិចករូបនោះបានបោះខ្សែត្បូងទៅបានចោលជាពីរហើយបន្ទាប់មកវាខ្លាញ់គាត់បានធ្វើពុតជាគ្មានទោសដោយអះអាងថាវាជាកូនរបស់នាងរអិលហើយក្មេងស្រីនោះបានឃើញកាមេរ៉ាដែលព្រះបតារបស់ទ្រង់គឺព្រះអង្គម្ចាស់បានបាក់ជាទីហើយមិនដែរទ្រង់លែងបានទៀតហើយខឹងខ្លាំងពេកគាត់បានរុញស្ត្រីដែលមានល្បិចកនោះចុះហើយជ្រុងទៅព្រះនាងបានឃើញកូនស្រីរបស់គាត់បានស្លាប់ដោយសារកំហឹងផែនដីបានផ្ទុះកំហឹងយ៉ាងខ្លាំងហើយក៏ងើបឡើងខ្ញុំនឹងបង្រៀនក្មេងស្រីនោះនៅមេរៀនមួយពួកគេមិនដឹងថាឆាប់នេះពួកគេនឹងហនរ៉ៃដ៏ធំមួយហៀបនឹងកើតឡើងចំពោះពួកគេ